ពើពូវេដែលគេឲ្យរហស្សនាមថាស្ដេចពូនោះនឹងប្រែក្លាយទៅជាសាបដូចទឹកទន្លេបើប៉ះវត្តខ្មែរដែលគេល្បីជាយូរណាស់មកហើយថាអាចព្យាបាលបានស្ទើរតែរាល់ផ្លេចរាប់ចាប់តាំងពីទឹកនោមផ្អែមរហូតជំងឺបេះដូងនោះយោងទៅតាមការសិក្សាស្រាវជ្រាវលម្អិតមួយបានបង្ហាញថាគ្រប់ផ្នែកទាំងអស់នៃខ្វិតរាប់ចាប់ពីឫសសម្បកមែកស្លឹករហូតដល់ផ្លែខ្វិតគឺអាចព្យាបាលពឹសពោះចាប់បានឧទាហរណ៍សម្រាប់ផ្លែខ្វិតយើងអាចគ្រាន់តែចាត់ជាចំណិតតូចៗរួចយកទៅបាត់ហើយរងត្រង់មុខរបួសគឺជាការស្រេចនៅវិទ្យាសាស្ត្របានរកឃើញថាសារធាតុចម្រាញ់ទឹកខ្វិតគឺអាចបន្សាបពឹសពោះវេកបានទប់ស្កាត់មិនឲ្យមានការបំផ្លាញកោសិកាឈាមក្រហមដោយសារតែវាមានផ្ទុកសារធាតុមួយយ៉ាងដែលហៅថា phytochemical ដែលអាចបន្សាបពឹសពោះវេកនិងពឹសពោះផ្សេងៗទៀតបានទាំងអស់ក្រៅពីអស្ចារ្យយ៉ាងនេះផ្លែខ្វិតក៏ផ្ដល់គុណប្រយោជន៍ស្ទើរតែរាប់ផ្លេចផ្សេងទៀតផងដែរដល់សុខភាពទី1ជួយជាបាច់ជំងឺទឹកនោមផ្អែមផ្លែខ្វិតអាចពន្លឿនការវិវត្តនៃជំងឺទឹកនោមផ្អែមបានដោយសារតែវាជួយគ្រប់គ្រងលំហូរកាបូអ៊ីដ្រាតនៅក្នុងឈាមហើយក៏មានមុខងារសំខាន់ក្នុងការទប់ស្កាត់ការកើនឡើងនៃជាតិស្ករដែលគំរាមកំហែងដល់ជីវិតផងដែរទី2ជាបាតនំពុកនិងដំបៅដោយសារតែខ្វិតសម្បូរទៅដោយសារម៉ាសធាតុ tannic និង phenolic ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មទី3ជួយរំលាយអាហារនិងជួយព្យាបាលរាគរូសទី4ជួយលាងឈាមនិងតម្រង់នោមហើយដោយសារតែផ្លែខ្វិតមានផ្ទុកសារធាតុមួយយ៉ាងដែលមានឈ្មោះថា riboflavin ដែលជួយសម្អាតរាងកាយតម្រង់នោមនិងរក្សាពោះវៀនឲ្យមានសុខភាពល្អទី5ជួយព្យាបាលភ្លើដង្ហើមដូចជាផ្ដាសាយក្អកឈឺកជំងឺហឺតរលាកទងសួតហើយវាក៏អាចទម្លាក់ស្លាក់សម្រួលទៅដល់ភ្លើដង្ហើមផងដែរទី6កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនិងធន់នឹងមេរោគផ្សិតនិងបាក់តេរីទី7ជួយក្នុងការសម្រកទម្ងន់ដោយសារតែផ្លែខ្វិតមានជាតិសរសៃខ្ពស់ហើយដូច្នេះវាជាថ្នាំបញ្ចុះនៃមុខបានយ៉ាងល្អប្រសើរទី8បង្កើតថាមពលទី9ជាបាជំងឺសរសៃឈាមបេះដូងបន្ថែមទឹកផ្លែខ្វិតទៅក្នុងរបបអាហារប្រចាំថ្ងៃអាចជួយជៀសវាងជំងឺបេះដូងក៏ដូចជាជំងឺដាច់សរសៃឈាមបេះដូងដាច់សរសៃឈាមខួរក្បាលនិងការគំរាមកំហែងបេះដូងជាដើមទី10ការគ្រប់គ្រងកូលេស្តេរ៉ុលទី11ជួយថ្លើមផ្លែខ្វិតជាប្រភពនៃជាតិមេតាការ៉ូទីននិងសារធាតុ J អាមីនដែលជួយទៅដល់សរីរាង្គកាយខ្លាំងទី12ជួយបង្កើនវីតាមីន C ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំទី13ជួយរក្សាសុខភាពសក់ផ្លែខ្វិតជាប្រភពសម្បូរទៅដោយសារធាតុចិញ្ចឹមនិងវីតាមីនជាច្រើនដែលត្រូវការសម្រាប់ការលូតលាស់របស់សក់របៀបប្រើប្រាស់គឺត្រូវយកទឹកដែលចម្រាញ់ចេញពីផ្លែខ្វិតលាយជាមួយនឹងប្រេងដូងឬក៏ប្រេងអាល់ម៉ុនរួចលាបល្បាយនេះទៅលើសក់និងស្បែកក្បាលហើយម៉ាស្សាមួយសន្ទុះរួចលាងចេញជាការស្រេចដោយធ្វើបែបនេះ2ដងនៅក្នុងមួយសប្តាហ៍ជាប្រចាំរយៈពេល2ខែ